សួស្តីប្រិមិត្តបងប្អូនកូនក្មួយទាំងអស់គ្នាឥឡូវនេះយើងមកមើលការទូទាត់បៀថ្ងៃសៅរ៍ទី14ខែកុម្ភៈទាំងអស់គ្នាមកមើលជោគជតារាសីប្រចាំថ្ងៃការរកទទួលទានប្រចាំថ្ងៃតើយ៉ាងម៉េចឥឡូវនេះយើងមកមើលទាំងអស់គ្នាជួរទី1នេះយើងទូទាត់អំពីអ្នកប្រឹក្សាផ្ទាល់ខ្លួនអ្នកប្រឹក្សាផ្ទាល់ខ្លួនហ្នឹងគឺអ្នកដែលមកទីហ្នឹងជួរទី2ទូទាត់អំពីក្រុមគ្រួសាររបស់អ្នកមកទាយជួរទី3ទូទាត់អំពីអាជីវកម្មរបស់អ្នកមកទីហ្នឹងជួរទី4ទូទាត់អំពីអនាគតយើងទៅមើលអនាគតណាជួរទី1សន្លឹកទី1 10 គឺតំណាងឲ្យជោគជ័យក្នុងអាជីវកម្មសុភមង្គលក្នុងក្រុមនៅក្នុងផ្ទះអាពាហ៍ពិពាហ៍ដ៏រីករាយឬក៏សហជីពសម្រាប់អ្នកប្រឹក្សាយោបល់រីករាយជាជំនះសុភមង្គលនៅក្នុងក្រុមគ្រួសារណាគឺល្អសម្រាប់អ្នកប្រឹក្សាថ្ងៃនេះសន្លឹកទី1សន្លឹកទី2 7 គឺតំណាងឲ្យមិត្តស្មោះត្រង់លះបង់ជាមិត្តល្អសុភមង្គលស្ងប់ស្ងាត់អាពាហ៍ពិពាហ៍លុយកាក់នាពេលខាងមុខបាទគឺល្អសម្រាប់នារីវិញរៀបការជាមួយបុរសដែលនឹងចង់បានបាទនារីមកទូទាយណាបើបុរសមកទូទាយគឺសម្រាប់បុរសភាពស្មោះត្រង់របស់គាត់នឹងមានអាពាហ៍ពិពាហ៍តាមបំណងប្រាថ្នារបស់គាត់បាទទាំងប្រុសទាំងស្ត្រីគឺល្អទាំងអស់ណាតាមបំណងប្រាថ្នារបស់គាត់បាទវានេះដែលបញ្ជាក់ឥទ្ធិពលអាក្រក់ល្អយ៉ាងណាគឺអាស្រ័យទៅលើវានៅបន្ទាប់ទៀតឥឡូវនេះយើងមកមើលស្លឹកទី3ណាស្លឹកទី3គឺ7 ការ៉ូ7 ការ៉ូតំណាងឲ្យការនិយាយដំណឹងការជជែកអាក្រក់ល្អយ៉ាងណាឥឡូវអាស្រ័យទៅលើវាដែលនៅចិត្តហ្នឹងគឺ7 គឺហ្នឹងបាទដំណឹងជាដំណឹងបាទគឺ7 គឺយើងមើលមិញគឺតំណាងឲ្យមិត្តស្មោះត្រង់លះបង់ជាមិត្តល្អសុភមង្គលស្ងប់ស្ងាត់អាពាហ៍ពិពាហ៍នាពេលខាងមុខសម្រាប់ដែលតកតងនឹងលុយកាក់បាទលុយកាក់នាពេលខាងមុខបុរសនិងស្ត្រីនឹងមានរៀបការតាមបំណងប្រាថ្នារបស់គាត់ណាគឺល្អអត់អីទេដំណឹងដែលយើងទទួលបានណាអ្នកសម្រាប់អ្នកប្រឹក្សាឥឡូវនេះយើងមកមើលក្រុមគ្រួសារស្លឹកទី1អាត់ប៊ិចតំណាងឲ្យការជោគជ័យសុភមង្គលក្នុងសេចក្តីស្រឡាញ់ប្រសិនបើវានៅចិត្តមិនបញ្ជាក់វានឹងមានភាពពន្យាពេលការលំបាកបញ្ហាប៉ុន្តែភាពជោគជ័យនៅចុងក្រោយបាទអត់អីទេគឺល្អណាស់ជោគជ័យនៅចុងក្រោយគឺជោគជ័យវិញណាអាត់ជួងសម្រាប់អ្នកក្រុមគ្រួសារថ្ងៃនេះគឺល្អណាស់អាត់ជួងគឺល្អជាងគេបាទតំណាងឲ្យជោគជ័យភាពជោគជ័យក្នុងអាជីវកម្មសំណាងល្អឥតខ្ចោះអ្វីៗគ្រប់យ៉ាងដែលតទៅនឹងលុយកាក់ណាសញ្ញានៃសំណាងដូចជាមរតកការការពារនិងសុភមង្គលសម្រាប់អ្នកប្រឹក្សាបាទសម្រាប់ក្រុមគ្រួសារគឺល្អណាស់ឥឡូវនេះយើងមកមើលស្លឹកទី3មិនសូវល្អទេគឺ10 ប៊ិចណា10 ប៊ិចនេះតំណាងឲ្យទុកព្រួយឬក៏មិត្តខ្លែងខ្លាយបញ្ហាជាមួយឪពុកម្ដាយការជាប់ពន្ធនាគារជាដើមបាទវាដែលនៅចិត្តហ្នឹងវាបញ្ជាក់ពីភាពទុកព្រួយតទៅនឹងហិរញ្ញវត្ថុអារម្មណ៍និងសុខភាពអាជីវកម្មការងារបាទវាតទៅទាំងអស់ណាវាអាចមានរឿងអីមួយអាចតទៅនឹងហិរញ្ញវត្ថុរបស់យើងបាទលុយកាក់របស់យើងអារម្មណ៍ការមនោសញ្ចេតនាបាទសុខភាពអាចទៅនឹងសុខភាពរបស់យើងអាចទៅនឹងអាជីវកម្មរបស់យើងអាចទៅនឹងការងាររបស់យើងបាទវាមានច្រើនបាទទុកព្រួយហ្នឹងគឺ
ទុកព្រួយវាតាក់ទងទាំងអស់ណាយើងសង្កេតមើលថាវាតាមមួយណាឬក៏ការងាររបស់យើងអាចជាការងាររបស់យើងណាឬក៏វាបង្ហាញពីភាពលឿនផងដែរបាទយឺតយ៉ាវណាក្នុងការរកការងារឬក៏กระดาษស្នាមអីអាចយឺតយ៉ាវណាឥឡូវយើងមកមើលជួរទី3ទូទាំងអំពីអាជីវកម្មនិងការងារសម្រាប់អាជីវកម្មរបស់យើងគឺបានលុយតិចតួចណា7ជួរនេះបាទ7ជួរចំនួនប្រាក់តិចតួចបាទមិនច្រើនទេទ្រព្យសម្បត្តិតិចតួចវាក៏ណែនាំខាងសេវាកម្មដែលបង្ហាញពីមិត្តម្នាក់ផងដែរអាចជាមិត្តភ័ក្តិអាចណែនាំខាងសេវាកម្មណាឥឡូវនេះយើងមកមើលស្លឹកទី2អត្រាការ៉ូក៏មិនសូវល្អដែរណាសម្រាប់អ្នកប្រឹក្សាថ្ងៃនេះអត្រាការ៉ូតំណាងឲ្យបរិះរៀបការរួចឬក៏បរិះគ្រោះថ្នាក់ណាក៏អត់កតោមមានសិលធម៌បរិះរស់នៅតាមខេត្តវាអាចតំណាងឲ្យការឆ្លុះបញ្ចាំងពីមិត្តភ័ក្តិផងដែរអាចជាមិត្តភ័ក្តិរបស់យើងណាដូច្នេះត្រូវប្រយ័ត្នមែនទែនសម្រាប់យុវជនជាគូប្រជែងសម្រាប់នារីវ័យក្មេងអ្នកល្បងឯកសណ្ឋានបាទអ្នកធ្វើការធនាគារឬក៏ធ្វើការអីមួយស្លៀកពាក់ឯកសណ្ឋានណាឲ្យវាអាចមានប្រយោជន៍សម្រាប់អាជីវកម្មរបស់គេឬក៏ស្ថានភាពការងាររបស់គេណាដូច្នេះត្រូវប្រយ័ត្នមែនទែនកុំសូវជឿគេពេកឥឡូវនេះយើងមកមើលស្លឹកទី3 8ជួងបាទ8ជួងគឺល្អវិញអត់អីទេដំណើរឲ្យក្មេងស្រីវាបង្ហាញពីភាពជោគជ័យនៃក្តីស្រឡាញ់ភាពរីករាយដ៏អស្ចារ្យវាប្រកាសពីការទទួលបាននៅអាជីវកម្មបាទល្អណាទទួលបានការងារបាទអាជីវកម្មរបស់យើងនឹងទទួលបានណាការផ្សព្វផ្សាយអ្វីមួយឬភាពរីកចម្រើនដោយសារតែទេពកោសល្យតែមួយគត់របស់អ្នកប្រឹក្សាយោបល់បាទគឺល្អទទួលដំណឹងល្អណាអាជីវកម្មយើងទទួលបានបាទហើយថ្ងៃនេះគឺយើងចេញដំណើរទៅរកទទួលទានគឺចេញពីម៉ោង8ទៅគឺល្អណាស់8:25នាទីទៅ10:48នាទីគឺល្អណាស់ពេលព្រឹកពេលល្ងាចគឺយប់បើយប់បានចេញទៅបានណាយប់ម៉ោង8ជាងដែរ8:25ឬក៏10:48គឺល្អណាស់ចេញដំណើរទៅរកទទួលទានថ្ងៃនេះបាទមិនអាចចេញមុនបានគឺមិនសូវល្អទេណាបាទគេកុំឲ្យចេញពីព្រលឹមវាមិនសូវបានកកប្រមាណទេបាទមិនបវរឲ្យអប្រិយបាទកុំចរចាណាកុំអាលចរកុំអាចចរចាកុំឲ្យធ្វើដំណើរណាពេលព្រលឹមនឹងមិនបវរឲ្យអប្រិយបាទទី2គឺមានសេរីបាទចេញម៉ោង8:25នាទីគឺមានសេរីនាំឲ្យជោគជ័យដោយបំណងណាបាទបើមុនហ្នឹងវាឲ្យបរាជ័យណាដូច្នេះត្រូវប្រយ័ត្នមែនទែនបាទចេញធ្វើដំណើរទៅរកទទួលទានប្រចាំថ្ងៃណាឥឡូវនេះយើងមកមើលជួរទី4ទួទាយអំពីអនាគតណាស្លឹកទី1ក្រមុំគឺតំណាងឲ្យស្ត្រីពោះតុងដែងរៀបការហើយឬក៏មេម៉ាយគឺជាមិត្តភ័ក្តិដ៏ល្អនាងស្នើឲ្យអំណោយផលដល់ក្នុងគម្រោងអាពាហ៍ពិពាហ៍ដ៏រីករាយបាទគឺល្អទៅថ្ងៃអនាគតមានស្ត្រីបើបរោះមកទូទាណាអាចមានស្ត្រីស្នើសុំរៀបការជាមួយអញ្ចឹងណាបាទគឺល្អអត់អីទេគម្រោងក្នុងអាពាហ៍ពិពាហ៍ដ៏រីករាយឥឡូវនេះយើងមកមើលស្លឹកទី2កតាបការ៉ូតំណាងឲ្យអ្នកនាំសារឬក៏អ្នករត់សម្បត្តិឬក៏ជាទាហានឬក៏អ្នកដែលស្លៀកពាក់ឯកសណ្ឋានធ្វើការធនាគារវាបង្ហាញពីព័ត៌មានដែលមានភាពវិជ្ជមានឬក៏អវិជ្ជមានអាស្រ័យទៅលើបៀដែលនៅបន្ទាប់នឹងទៀតបាទសម្រាប់ស្ត្រីយុវជននឹងធ្វើជាវិធីជប់លៀងដែលគួរឲ្យចាប់អារម្មណ៍សម្រាប់បុរសមនុស្សដែលមានប្រយោជន៍អ្នកសហការបាទអ្នកសហការយើងអត់អីទេទៅថ្ងៃអនាគតឥឡូវនេះយើងមកមើលស្លឹកទី3នេះគឺ8គឺតំណាងឲ្យស្ត្រីពោះតុងដែងឬថ្នោតខ្ចីនាងណែនាំសម្រាប់ស្ត្រីសំណើខាងមនុស្សចេតនាដែលត្រូវបានធ្វើឡើងចំពោះនាង
ក្នុងពេលឆាប់នេះសម្រាប់បុរសអ្នកដែលស្គាល់ស្ត្រីថ្មីពិបាកនឹងប្រកាសអំពីអារម្មណ៍របស់ខ្លួនវាក៏នៅតែបង្ហាញពីសុភមង្គលក្នុងជំហានដែលមនុស្សម្នាក់ស្ទាក់ទៅក្នុងការធ្វើវាតំណាងឲ្យបុរសមិនច្បាស់លាស់ប៉ុន្តែងប់ងល់ណាច្បាស់លាស់ទេប៉ុន្តែស្រឡាញ់ងប់ងល់តែម្ដងបាទឥឡូវនេះយើងមកមើលបុរសនិងស្ត្រីដែលកើតថ្ងៃសៅរ៍ទី14ខែកុម្ភៈវិញម្ដងណាហើយយើងមកទូទាឲ្យបុរសមុនណាបុរសដែលកើតថ្ងៃសៅរ៍ទី14ខែកុម្ភៈយើងមកមើលបុរសមុនណាបាទស្លឹកទី1នេះគឺជួទាពីអតីតកាលណាឥឡូវយើងទៅមើលអតីតកាលរបស់គាត់អតីតកាលមិនសូវល្អទេសម្រាប់បុរសណាដែលកើតថ្ងៃសៅរ៍ទី14ខែកុម្ភៈគឺតំណាងឲ្យច្បាប់មេធាវីឬក៏ចៅក្រមដែលជាបុរសខូខើណាមិនសូវល្អទេមានរឿងរ៉ាវជាមួយបុរសនេះណាអតាបិចនេះគឺមិនល្អទេបាទតាបិចនេះយើងតំណាងឲ្យច្បាប់មេធាវីចៅក្រមជាមិត្តភ័ក្តិដែលមិត្តអាក្រក់ណាអ្នកបង្កគ្រោះថ្នាក់ដូច្នេះត្រូវប្រយ័ត្នពីអតីតកាលឥឡូវនេះយើងមកមើលបច្ចុប្បន្នកាលវិញបច្ចុប្បន្នកាលគឺកតាប់គឺណាកតាប់គឺឥឡូវយើងមកមើលទាំងអស់គ្នាកតាប់គឺមានអត្ថន័យយ៉ាងណាកតាប់គឺតំណាងឲ្យបរិសុទ្ធស្រឡាញ់ស្មោះត្រង់ជាមិត្តភ័ក្តិឬក៏កូនចៅណាសម្រាប់អ្នកប្រឹក្សាគឺអត់អីទេគឺតំណាងឲ្យមានអ្នកស្រឡាញ់ស្មោះត្រង់អញ្ចឹងបាទអត់មានបញ្ជាក់ពីអ្វីទេបាទឥឡូវនេះយើងទៅមើលអនាគតវិញអតាគឺណាអតាគឺតំណាងឲ្យបរិសុទ្ធដែលរីករាយនឹងអាជីពល្អជាមិត្តស្មោះត្រង់លះបង់វាបង្ហាញពីភាពជោគជ័យទាំងក្នុងស្នេហាទាំងផ្នែកហិរញ្ញវត្ថុបាទគឺល្អណាស់សម្រាប់បរិសុទ្ធថ្ងៃនេះគឺល្អទាំងអស់បាទបច្ចុប្បន្នកាលនិងអនាគតកាលគឺល្អប៉ុន្តែអតីតកាលគឺកន្លងផុតទៅហើយគឺមិនល្អប្រហែលទេឥឡូវនេះយើងមកមើលស្ត្រីវិញម្ដងណាចំពោះស្ត្រីយើងតំណាងឲ្យស្ត្រីដែលកើតថ្ងៃសៅរ៍ទី14ខែកុម្ភៈណាតំណាងឲ្យក្រមុំជួងតំណាងឲ្យក្រមុំជួងយើងមកមើលទាំងអស់គ្នាស្លឹកទី1នេះអតីតកាលដូចគ្នាពីអតីតកាលគឺល្អណាស់សម្រាប់ស្ត្រីនេះ9ជួង9ជួងតំណាងឲ្យជោគជ័យអាពាហ៍ពិពាហ៍ជីវិតធម្មតាការបង្កើតក្រុមគ្រួសារប្តីប្រពន្ធកូនចៅក្នុងសហជីពសេរីវាបង្ហាញពីភាពរីករាយតែមិននឹកស្មានដល់ជោគជ័យផ្នែកហិរញ្ញវត្ថុទទួលនៅមរតកឬក៏ការឈ្នះបណ្ដឹងអាជីវកម្មអ្វីមួយណាអតីតកាលគឺល្អឥឡូវនេះយើងមកមើលបច្ចុប្បន្នកាលវិញបច្ចុប្បន្នកាលមិនល្អទេណាត្រូវប្រយ័ត្នមែនទែនបាទក្រមុំប៊ិចនេះបាទក្រមុំប៊ិចតំណាងឲ្យស្ត្រីនៅលីឬក៏មេម៉ាយជាស្ត្រីទុច្ចរិតលេងលះណាផិតក្បត់ភូតភរមិត្តឬក៏មិត្តអាក្រក់ស្វែងរកការធ្វើបាបវាប្រកាសអំពីការលំបាកឧបសគ្គជាច្រើនដែលហាក់ដូចមិនអាចឆ្លងកាត់បានដូច្នេះត្រូវប្រយ័ត្នមែនទែនកុំទៅជឿសម្ដីគាត់ពេកគាត់អាចភូតភរណាស្ត្រីហ្នឹងភូតភរយើងអាចជាមិត្តភក្តិរបស់យើងឬក៏ក្រុមគ្រួសាររបស់យើងណាប្រយ័ត្នមែនទែនឥឡូវនេះយើងមកមើលអនាគតវិញទៅថ្ងៃអនាគតក៏មិនល្អប្រហែលដែរណា7ប៊ិចនេះបច្ចុប្បន្នកាលមិនល្អហើយទៅអនាគតមិនល្អទៀតបាទវាតំណាងឲ្យវិវាទចំនួនបញ្ហាបណ្ដោះអាសន្នការរំខានគ្រប់ប្រភេទណាវានឹងត្រូវនឹងទុកព្រួយសេចក្តីស្រឡាញ់ភាពមិនស្មោះត្រង់រវាងគូស្វាមីភរិយាណាវាក៏មានន័យផងដែរអ្វីៗគ្រប់យ៉ាងដែលនឹងត្រូវបានអនុវត្តដើម្បីយកឈ្នះលើបញ្ហាការលំបាកអ្វីក៏ដោយក្នុងវិស័យនេះគឺជាសិលឹកបៀដែលប្រកបវិជ្ជាបាទមិនសូវល្អទេទៅថ្ងៃអនាគតបច្ចុប្បន្នកាលក៏ដូចគ្នាណាឥឡូវការទូទាបរបស់ខ្ញុំបានបញ្ចប់ហើយសូមប្រិយមិត្តពុកម៉ែបងប្អូនកូនក្មួយបងប្អូនកូនចៅទាំងអស់ហើយនឹងមិត្តភ័ក្តិទាំងអស់កុំភ្លេចជួយ Subscribe ចុច Like និង Share ម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗទៀតបាទ
ជូនពរសំណាងល្អសុខភាពល្អបាយបាយ